សួស្តីអ្នករៀនភាសាអាល្លឺម៉ង់ថ្មីទាំងអស់គ្នាថ្ងៃនេះយើងរៀនបំបែកកិរិយាសព្ទនៅក្នុងបច្ចុប្បន្នកាលហើយកាលដែលយើងរៀនគឺយើងរៀនតាមលំដាប់លំដោយហើយពេលនេះគឺយើងរៀនអំពី present នោះគឺបច្ចុប្បន្នកាលបងប្អូនបច្ចុប្បន្នកាលគឺយើងនិយាយអំពីអ្វីដែលកើតឡើងនៅក្នុងបច្ចុប្បន្នថ្មីនេះកំពុងតែមានតែឡើងហ្នឹងបងប្អូនអូខេឧទាហរណ៍អញ្ចឹងបងប្អូនត្រូវចាប់អារម្មណ៍ថាប្រយោគមួយគឺវាតែងតែមានប្រធានវាជាគេហៅថាប្រធាននឹងខ្ញុំសេប្រធានណាទី2គឺកិរិយាសព្ទបូកមួយកិរិយាសព្ទបូកនឹងបំពេញន័យនោះអាចជាសព្វនាមឬសន្ទុះកម្មបត្តិឬក៏បំពេញន័យនឹងឯងខ្ញុំសេកម្មបត្តិណាចំពោះកិរិយាសព្ទតែមួយណាកិរិយាសព្ទមានតែមួយគឺយើងធ្វើដូចនេះណាអញ្ចឹងខ្ញុំឧទាហរណ៍ចឹងបងប្អូនមើលឧទាហរណ៍ទី1នោះគឺich esse gerade ចឹងមានថាខ្ញុំញ៉ាំ ich បែរតែខ្ញុំបងប្អូន ich esse gerade មានន័យថាម៉េចបងប្អូនគឺកំពុងមានន័យថាម៉េចគឺវាបច្ចុប្បន្នហ្នឹងហើយណាខ្ញុំញ៉ាំកំពុងតែញ៉ាំអញ្ចឹងយើងមើលប្រធានគឺខ្ញុំកិរិយាសព្ទគឺញ៉ាំចូលនៅខ្ទង់ទី2មានទីតាំងទី2ទីតាំងទី1ខាងនេះគឺមិននិយាយទាំងទីតាំងទេគឺជានិយាយជាចុងណាចុងអាចជាចុងវែងជាងនេះទៅទៀតថាបានណាអាស្រ័យទៅលើប្រយោគរបស់យើងអូខេអញ្ចឹងខ្ញុំ S អញ្ចឹងបើ do ទៅមិនវិញបងប្អូនអញ្ចឹងបើ do គឺធម្មតាវាប្រកាសជាបដូរឯកិរិយាសព្ទណាដល់ពេល do គឺទៅជា east s 2ដងណា gerade អូខេអញ្ចឹងធម្មតាទម្រង់ do គឺត្រូវ time st អញ្ចឹងកិរិយាសព្ទហ្នឹងគឺវាមានការផ្លាស់ប្ដូរណាបងប្អូនអញ្ចឹងខ្ញុំសរសេរកិរិយាសព្ទហ្នឹងឲ្យបងប្អូនមើល ich esse du isst បងប្អូនត្រូវចាំណាបងប្អូនជួនកាលគេសរសេរជាចេះកថាបានណាបងប្អូនណាហ្នឹងអញ្ចឹងទម្រង់នេះធម្មតាគឺ time st ប៉ុន្តែ st ត្រូវបានលុបហើយដោយសារវាមានលុប s មួយហើយដោយសារវាកិរិយាសព្ទដើមវាមាន s 2ដងស្រាប់ហើយបើយើងមិនលុបប្រកាសជា s ឡើង3ហើយដល់លុបមួយណាអញ្ចឹង z គឺ essen ធម្មតាមកកិរិយាសព្ទដើមវិញណាair z ហើយនឹង s is ធម្មតាណាបាទដូចគ្នានឹងប៉ុន្តែនឹងវាថែមតែទេបងប្អូនបាទវាពួកយើង essen ihr ពួកឯង est បាទអញ្ចឹងវាអញ្ចឹងណាតើមកមាន z ធំមួយហើយនឹង z តូចមួយ z ធំនេះគឺបកប្រែថាពួកលោក z តូចបកប្រែពួកគេពួកឯងពួកគាត់ពួកវាអញ្ចឹង essen ធម្មតា essen នេះប្រែថាញ៉ាំណាបងប្អូនអូខេ essen ញ៉ាំណាអញ្ចឹងកិរិយាសព្ទហ្នឹងគឺប្រែថាញ៉ាំណាបងប្អូន essen គូសេនៅក្រោមនេះញ៉ាំបាទអញ្ចឹងគឺបើបងប្អូនចង់រៀនលម្អិតគឺបងប្អូនអាចតាក់ទងមកខ្ញុំបានណាគឺមានគ្រប់កម្រិតពីចាប់ផ្ដើមរហូតដល់ថ្នាក់ទី B1 និង B2 បងប្អូនណាអូខេអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត